ជំរាបសួរអ្នកនរគ្នាឥឡូវនេះខ្ញុំយករឿងមានចំណងជើងថា Fairy Tail ជារឿងបែបផ្សងព្រេងហើយនឹងមានឈុតឆាកវាយគ្នាដែលcàngល្អមើលបូករួមទាំងប្រើវេទមន្តនិងសិលជាសាស្ត្រផងដែរសាច់រឿងរបស់យើងចាប់ពីជាអ្នកចាក់មួយឈ្មោះថា Cecily ដែលមានប្រជាជន17លាននាក់គឺនៅទីនោះពោពេញដោយឧបករណ៍វេទមន្តដែលអ្នកនរគ្នាអាចដើរទិញតាមផ្សារបានចំណែកឯប្រជាជននៅទីនោះក៏សម្បូរអ្នកចេះវេទមន្តផងដែរក្រុមមួយដែល3ឈ្មោះវិទ្យាចក្រនោះឈ្មោះថា Warrior នៅទីក្រុងមួយនោះមានកំពង់ផែមួយឈ្មោះថា George ថ្ងៃនេះតួស្រីរបស់យើងបានចូលទៅហាងវេទមន្តមួយដើម្បីទិញរបស់ប្រើប្រាស់គ្រឿងវេទមន្តរបស់អស់ហ្នឹងតអ្នកចេះវេទមន្តដូចជាយល់ស៊ីបានអាចយកទៅប្រើប្រាស់បាននៅទីនោះនាងបានចាប់អារម្មណ៍កូនសៅវេទមន្តមួយឈ្មោះថារូតអ្នកលក់ប្រាប់ថាហ្នឹង20000លានណាមីអូមកតួស្រីរបស់យើងបានចេញសេកសចៃធ្វើប្រាប់ទៅញ៉ាក់ទៅលើអ្នកលក់មកតួស្រីរបស់យើងដើរចេញទាំងហាងទាំងខឹងថានាងស្អាតប៉ុណ្ណឹងដែរចុះថ្លៃក៏ឲ្យមិនបានបន្ទាប់មកមានបរិសម្នាក់មកប្រកាសថា Surrender បានមកដល់ហើយបុរសម្នាក់នោះជាអ្នកចេះវេទមន្តដល់3ឈ្មោះម្នាក់សូម្បីតែ Lucy ពេលឃើញគាត់ហើយក៏ទប់ចិត្តមិនបានដែរពេលនោះស្រាប់តួឯកយើងចេញមកដល់ឈ្មោះថា Nas តួឯករបស់យើងថាម្នាក់ហ្នឹងមិន Salamander ទេនោះបរិសម្នាក់ក៏អស់សង្ឃឹមក៏ដើរចេញទៅវិញពេលនោះសរសៃស្រីនៅទីនោះក៏ព្រួតវាយគាត់តែម្ដងបន្ទាប់មកបានបរិសម្នាក់ដែលតាំងខ្លួនជា Salamander បានប្រើវេទមន្តហោះចេញពីទីនោះបាត់ទៅ Lucy បានអរគុណណាស់នាងបានទៅប៉ាវ Nasu ដើម្បីហូប Lucy ថាពាក់មួយមិញបានប្រើវេទមន្តដាក់ស្នេហ៍នាងតែប៉ុណ្ណឹងពេលនោះសណាងណាស់បានលូស៊ូទៅដល់បានធ្វើឲ្យនាងភ្ញាក់ខ្លួនពេលនោះណាស៊ីនិយាយច្រើនណាស់តែណាស៊ូអត់បានខ្វាយខ្វល់អីទេគិតតែញ៉ាំជាមួយនឹងឆ្មារបស់គាត់ណាស៊ូគឺមករកមិត្តភក្តិរបស់គេឈ្មោះថាអ៊ិចនីអញ្ចឹងលូស៊ីរបស់យើងបាននិយាយថាពួកគេបាននិយាយផ្លែផ្លែតែមនុស្សណាមានមិត្តភក្តិមួយសិតលូស៊ីបានលៀនណាស្នាបដីនៅខាងក្រៅទស្សនាបដីហ្នឹងនិយាយភាគច្រើនអ្នកសមាគមអ្នកជាវេទមន្តខ្លាំងទស្សនាបដីដែលនាងកំពុងតែមើលនោះឈ្មោះថា Marikel ស្អាតប្រចាំសមាគម Warrior តាមពិត Lucy របស់យើងក៏មានគំនងទៅធ្វើជាសមាជិក Warrior នឹងសូមបើកកញ្ចក់ទីទូទៅនៅទីនេះគេហៅអ្នកចេះវេទមន្តថាគីមួយនេះបើកឲ្យសម្រាប់អ្នកចេះវេទមន្តមួយណាទៅរកប្រាក់ក្នុងនោះបាននោះ Lucy របស់យើងអង្គុយអានទស្សនាបដីសុកស្ដាមួយនោះបាន9នាងចូលទៅកម្មវិធីជប់លៀងរបស់គាត់នៅយប់នោះ Lucy បានបដិសេធចង់ទៅទេតែ Salamander មួយនឹងបានប្រាប់ថាគាត់ជាសមាជិកនៅគេល Maritelគាត់នឹងអាចទៅនិយាយមួយប្រធានគៀលអាចសុំនាងចូលទៅគៀលបានភ្លាម Lucy បានហាច់ទៅហ្មងតាមពិតទៅនាងចង់ចូលសមាជិកគៀល Caritel របស់យើងបានកាត់ទៅលេងរបស់យើងបានច្រើនស្តុកបានលើស្រីនិយាយថា Salamander នៅគៀល Caritel ពេលនោះ Nasu បានដឹងថាអាប៉ែកនោះបានបោកគេទៀតហើយពីអាប៉ែក Salamander នៅពេលនេះកំពុងលើតុនោះក៏មាន Nasi របស់យើងនៅលើតុមួយជាមួយ Salamander នៅពេលនោះអាប៉ែក Salamander យើងនោះបានដាក់មន្តអាគមសណ្ដំឲ្យ Lucy ដេក Lucy បានដឹងខ្លួនពីមុនមន្តអាគមបែបនេះនាងដឹងនឹងស្មមកទៅហើយភ្លាមនោះអាប៉ែក Salamander បានផាញ់មុខមាត់ពិតរបស់គាត់គេអញ្ជើញស្រីៗមកដើម្បីសណ្ដំតែប៉ុណ្ណោះហើយយកទៅលក់នៅទីក្រុង Besku ស៊ីខឹងណាស់ចង់ប្រើកូន Key របស់នាងតែអាប៉ែក Salamander បានឆក់យកកូនសម្រាប់គាត់កូនសៅទាំងអស់នោះគាត់ប្រើអត់បានទេគាត់ក៏បោះចោលទៅចូលក្នុងទឹក Lucy បានស្ថិតនៅស្ថានភាពអាសន្ននាងអាចមានកូនសៅនោះបាននាងប្រើវេទមន្តបានពេលនោះណាស៊ូរបស់យើងបានតម្រុះវាចូលទៅណាស៊ូធ្វើដូចជាហំហានខ្លាំងណាស់ក្រោយមកគាត់ដឹងថាគាត់ពុលអាឡូឆ្មារបស់ណាស៊ូរបស់យើងបានហោះនាំណាស៊ីចេញទៅបាត់ភ្លាមនោះអាប៉ែក Salamander តាមបែបហាពួកគេដែរ Happy មានល្បឿនលឿនខ្លាំងណាស់អាចតោស្វាហាធីក៏ធ្លាក់ចូលក្នុងទឹកណាងដែរតែកន្លែងពួកគេធ្លាក់ទៅនោះចំកន្លែងកូនសោទីបានរើសកូនសោណាខួរនាងទៅមើលឡាស៊ូរបស់យើងគេវាយយ៉ាងទក់សាច់តែថាគាត់ពុតបានលោកខេងងឹបចេញពីទឹកវិញបានប្រើរបស់នាងបានក៏ហៅមច្ឆាម្នាក់ឈ្មោះថា Mary បានចេញមកជួយចេញមកដល់អាខ្វេមិនសូវសប្បាយចិត្តឲ្យជ្រុះកូនសោអាខ្វេប្រើទឹកលាក់ខ្លាំងទៅបោក Salamander មកដល់ច្រាំងវិញ Lucy របស់យើងបានផ្ទាស់ខ្វារីទុកទៅបានហើយបានក៏ដោយនាងមកបាននិយាយថានាងមិនបានតម្រង់ទៅដល់ទុកទេតម្រង់មករក Lucy ដែលបានចាប់គេទៅកាច់ហើយបានប្រាប់ទៅ Lucy របស់យើងថាមិនបាច់ហៅនាងមកអាជាប្រវត្តិដើរលេងជាមួយសង្សត្រឡប់ទៅមើល Nasu របស់យើងវិញឈប់ពលឡកជាមួយនឹងអាប៉ែក Salamander ណា Bill Warrior ទៅពុតស្រិតរឿងប្រដេផ្ដាំពិត Nasu ក៏ជាសមាជិកនៅ Warrior ដែរមិនដែលឃើញមុខអាប៉ែកនឹងទេកូនចៅអាប៉ែកនឹងហើយឈ្មោះពិតរបស់គាត់ឈ្មោះថា Bora របស់យើងមិនអត់ខ្វល់ថាអាប៉ែក Bora របស់នេះល្អឬក៏ជាមនុស្សអាក្រក់នោះទេប៉ែកនឹងខើឈ្មោះគៀលរបស់គាត់ជាដាច់ខាតមកអាប៉ែក Bora បានប្រើវេទមន្តដិតទូប្រុសយើងឆេះឡើងស្ទល់ទៅប៉ែក Nasu សេះសាប់បាត់ទៅហើយ Nasu របស់យើងបានស្រូបភ្លើងរបស់អាប៉ែកពួកអស់ហើយថាភ្លើងអាប៉ែកនោះអត់សូវឆេះ
សោះបានភ្លើងអាបូរ៉ាចូលក្នុងពោះហើយណាស៊ូរបស់យើងមានធម៌ពលខ្លាំងមែនតើទូប្រយើងបានផ្សងវីតាមីនទៅវិញយើងបានបាញ់ភ្លើងទៅដល់គ្នាអពៈបូរ៉ាទុះចឹងសាហាវព្រៃផ្សៃអពៈបូរ៉ាបានឃើញថាណាស៊ូចេះប្រើភ្លើងអញ្ចឹងបានន័យថាណាស៊ូរបស់យើងជាសាមញ្ញពិតប្រាកដទូប្រុសរបស់យើងបានប្រាប់ថាទូប្រុសយើងបានជាប្រើវីតាមីនសេលពលមួយនឹងប្រយ័ត្នប្រយុទ្ធជាមួយសត្វនាគមកបូរ៉ាបានបាញ់ដុំភ្លើងមួយទៅណាស៊ូតែណាស៊ូបានចាប់លេបចូលក្នុងពោះទៅបាត់ដឹងស្រាប់ហើយថាណាស៊ូមានភ្លើងចូលពោះប្រាប់ហើយឲ្យតែណាស៊ូរបស់យើងលេបភ្លើងចូលក្នុងពោះដឹងបានប្រើក្បាច់ពិសេសរបស់គេមួយ Iron Dragon វិសទៅចាត់ការបូរ៉ាចោលតែម៉ងយូចាត់ការបូរ៉ាហើយស៊ូបានដឹកដៃណាស៊ីរបស់យើងរត់គេចគុំទៅហ៊ានវាំងបានមកដល់ហើយតបមកបានគេបង្ហាញទៅក្នុងវាំងក្រុងពិសាមួយបានគ្រប់គ្រងទៅលើក្រុមវីតាមីនទាំងអស់នៅលើលោកហើយក្រុមប្រឹក្សានោះថា Magic Console ចឹងពួកគេបាននិយាយថា Kivarita តែងតែបង្កបញ្ហាធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាជនពួកគេកំពេញកាយណាស៊ីរបស់ស៊ូពេលនេះបាននាំនូស៊ី Fairy Tail នោះមានមនុស្សច្រើនណាស់ស្ទើរតែអ្នកចេះវីតាមីនពីសាទណាស៊ូបានទៅរករឿងអាប៉ែដែលនិយាយកុហកឃើញញាក់បេតនានៅទីក្រុងកំពង់ផែបង្កជាការវាយដំគ្នាឲ្យបាត់តប៉ៃពេញភ្លាមនោះ Mary Jane បាន Luffy របស់យើងដែលឃើញនៅទស្សនបតីចេញមកស្វាគមន៍នាង Mary Jane បានប្រាប់ Luffy ថាការប៉ះប្រកិចគ្នាណាថាមិនចេញជំនាញពិសេសពួកគេជារៀងៗខ្លួនហើយវាយុទ្ធគ្នាឲ្យដល់ទីបញ្ចប់តតែប្រធានសមាគមបានចេញមុខមកថា Gear Master ទៅពួកគេព្រមជប់វាយគ្នាភ្លាមនោះ Gear Master បានបដៅណាអបិណាស៊ូយើងចេញមុនគេស៊ូបើយើងមកករឿងតែកាយគាត់ជារូបរាងដើមមើលទៅគាត់ក៏មិនធំណាទេប្រាប់ Lucy របស់យើងថាគាត់ឈ្មោះ Makarao កូនចៅគាត់បានទៅធ្វើការណាបំផ្លាញកន្លែងនោះ